ជំរាបសួរលោកស្រីទាំងអស់គ្នាលោកស្រីខ្ញុំធ្លាប់ជួបប្រទេសមិនដឹងថាលោកស្រីអាចជួបដូចខ្ញុំឬក៏អត់ឬក៏ធ្លាប់គិតអញ្ចឹងឬក៏មិនធ្លាប់គិតទេណាប៉ុន្តែខ្ញុំលើកមកចំណុចបន្តិចបើលើសលួសមិនដេចណាសូមមេត្តាខន្តីផងហ្នឹងហើយខ្ញុំយកកូនទៅដាក់សាលាខ្ញុំពឹងលើសាលាទាំងស្រុងហើយសូមខ្ញុំបកគលជូនលោកគ្រូហើយទុកតែស្បែកទុកតែភ្នែកហើយនឹងឆ្អឹងមកបានហើយក្រៅពីហ្នឹងបកគលជូនលោកគ្រូហើយបាទនេះជាទំនៀមទម្លាប់យើងតាំងពីដើមមកបានតែយកកូនទៅផ្ញើនឹងសាលាហើយគឺថារំពឹងលើសាលាទាំងស្រុងអញ្ចឹងតើការធ្វើរបៀបនេះអាចជួយកូនយើងឬក៏ជួយដឹកនាំក្រុមគ្រួសាររបស់យើងឲ្យជោគជ័យដែរទេពីដើមត្រូវការគិតបែបនេះហើយជាទស្សនៈឬក៏ការរៀបចំបែបនេះត្រឹមត្រូវតែប៉ុន្តែមកដល់ពេលនេះហាក់ដូចជាហួសសម័យបន្តិចហើយមែនតើកូនគឺជាកូនរបស់យើងមិនមែនកូនរបស់សាលាទេនៅសាលាគាត់ជាកូនសិស្សនៅផ្ទះជាកូនយើងបង្កើតអញ្ចឹងគ្រូទី1ដែលធំជាងគេបំផុតគឺយើងជាឪពុកម្ដាយពីព្រោះបើមិនដូច្នោះទេយើងបាត់បង់កូនរបស់យើងហើយកូនរបស់យើងគឺជារបស់យើងដូច្នេះអ្វីគឺជារបស់យើងហើយយើងត្រូវតែចំណាយពេលដើម្បីអប់រំកូនរបស់យើងអញ្ចឹងខ្ញុំសូមជម្រាបជូនអស់លោកស្រីថាឪពុកម្ដាយគឺជាគ្រូទី1រីឯគ្រូនៅសាលាគឺជាគ្រូទី2ឪពុកម្ដាយគឺជាឪពុកម្ដាយទី1ឪពុកម្ដាយបង្កើតជាឪពុកម្ដាយទី1ឯគ្រូនៅសាលារៀនគឺជាឪពុកម្ដាយទី2អញ្ចឹងត្រូវតែសហការគ្នាដើម្បីជួយឪពុកម្ដាយទាំងពីរប្រភេទនេះហើយគ្រូទាំងពីរប្រភេទនេះត្រូវតែជួយគ្នាពីរជ្រុងដើម្បីជ្រោមកូនយើងឲ្យរីកចម្រើនឡើងបាទរឿងដែលសំខាន់ដែលខ្ញុំមើលឃើញគឺភាពធ្វេសប្រហែសរបស់ឪពុកម្ដាយអាណាព្យាបាលមួយចំនួនដែលពឹងផ្អែកទាំងស្រុងទៅលើសាលារៀនព្រោះថាសាលាថ្លៃហើយបង់លុយហើយអង្គុលឲ្យសាលាហើយអីសពយ៉ាងទាំងអស់ហ្នឹងគឺថាអត់បានតាមដានអត់បានយកចិត្តទុកដាក់ត្រួតពិនិត្យនិងជួយមើលកូនធ្វើឲ្យកូនរបស់យើងហួសពេលបាទហួសពេលខ្លះលោកស្រីអាចទទួលស្គាល់ដែរថាសាលារៀនតាមថ្នាក់រៀននីមួយៗគឺមានសិស្សច្រើនដែរទី1ទី2ពេលខ្លះការរៀននៅសាលារៀនមិនគ្រប់គ្រាន់ទេគាត់ត្រូវការអនុវត្តគាត់ត្រូវការវឹកហាត់បន្ថែមទៀតនៅផ្ទះមនុស្សខ្លះមានទេពកោសល្យមនុស្សខ្លះមានធម៌ពលពីកំណើតមករៀនលឿននេះមិនពិបាកទេមិនចាំបាច់ពឹងមិនចាំបាច់មកផ្ទះរៀនទៀតទេប៉ុន្តែមនុស្សខ្លះមានសម្បទានៃការរៀនមិនប្រកែខ្លាំងទេម្ល៉េះហើយត្រូវការរៀនឲ្យបានច្រើនជាងគេទើបបានរៀនប្រកែអញ្ចឹងទៅផ្ទះត្រូវខំប្រឹងរៀនអញ្ចឹងឪពុកម្ដាយទាំងអស់ត្រូវតែជួយមើលកូនរៀននៅផ្ទះប៉ុន្តែសំណួរសួរដែលខ្ញុំធ្លាប់ជួបសួរវិញចុះមកខ្ញុំអត់ចេះផងខ្ញុំរៀនគាត់មិនមកខ្ញុំអត់ដឹងផងហ្នឹងគាត់រៀនណាខ្ពស់ហើយហ្នឹងសាមញ្ញស្រួលបំផុតអស់លោកស្រីចេះក៏ដោយមិនចេះក៏ដោយអស់លោកស្រីត្រូវតែជួយកូននៅផ្ទះជួយលើកទឹកចិត្តជួយដាស់តឿនជួយមើលជួយរោមធ្យោបាយផ្សេងទៀតដើម្បីជួយគាត់ហើយចំណុចដែលខ្ញុំចង់ចែកចម្លែកដែរគឺអស់លោកស្រីត្រូវតែរៀនឲ្យចេះនៅរឿងមួយគឺរៀនចេះវិធីបង្រៀនកូនពាក្យថាវិធីបង្រៀនកូននេះគឺមិនមែនវិធីបង្រៀនមេរៀនសាលាទៅកូនទេគឺវិធីដែលខ្លួនក្នុងនាមជាអ្នកមិនចេះត្រូវបង្រៀនកូនតាមវិធីណាបាទអញ្ចឹងអស់លោកស្រីមានមធ្យោបាយច្រើនហើយអស់លោកស្រីអាចសហការជាមួយលោកគ្រូអ្នកគ្រូទៅអស់លោកស្រីអាចជួយកូនអស់លោកស្រីបានហើយមិនជាពិបាកអីប្រហែលទេដោយសង្ខេបមកវិញអស់លោកស្រីនៅត្រូវតែវឹកហាត់ខ្លួនឯងកុំឲ្យឆេវឆាវកុំឲ្យមួម៉ៅកុំឲ្យតគោះបោកកុំឲ្យដៀលថ្មាស់កូនកុំឲ្យខឹងសម្បាពីព្រោះអស់លោកស្រីជាអាណាព្យាបាលក៏ជាគ្រូដែរហើយពាក្យគ្រូនេះសូមជម្រាបជូនដល់លោកស្រីដែរពាក្យគ្រូជាភាសាបាលីមកពីពាក្យថាកែរុហ្នឹងប្រែថាអត់ធ្មត់ប្រែថាអត់ធន់អញ្ចឹងអ្នកធ្វើគ្រូនោះគឺអ្នកអត់ធ្មត់គឺអ្នកអត់ធន់គឺអ្នកមិនចេះខឹងអញ្ចឹងយើងកង្វត់អាកំហឹងនឹងចោលទៅអញ្ចឹងនៅផ្ទះបង្រៀនកូនតាមធម្មតាខ្ញុំជួបច្រើនណាស់ឪពុកម្ដាយបង្រៀនកូននោះគឺកាចតែម្ដងគឺថាមិនស្ដីឲ្យអ្នកខ្លះដល់ថ្នាក់វាយទៀតអញ្ចឹងហើយបានជាកូនមិនចង់រៀនជាមួយដល់កូនមិនចង់រៀនជាមួយយើងបង្រៀនក៏តែពិបាកទៀតអញ្ចឹងសូមមកលោកស្រី
វឹកហាត់ខ្លួនឯងធ្វើជាគ្រូដែលបង្រៀនកូននៅផ្ទះសំណួរមួយទៀតអូខ្ញុំរវល់ណាស់ខ្ញុំរកស៊ីខ្ញុំគ្មានពេលវេលាឯណាទេដើម្បីនឹងជួយដល់កូនអស់លោកស្រីកន្លែងនេះគឺជារឿងពិតដែរអស់លោកស្រីរវល់ណាស់អីសពយ៉ាងប៉ុន្តែកុំភ្លេចណាកិច្ចការដែលអស់លោកស្រីធ្វើទាំងអំបាលម៉ានចង់រកលុយទាំងអំបាលម៉ានហ្នឹងក្រៅតែពីចិញ្ចឹមជីវិតឲ្យមានជីវភាពសមរម្យអស់លោកស្រីចង់បានអនាគតមួយដែលប្រសើររុងរឿងក្នុងក្រុមគ្រួសារប្រសិនបើកូនអស់លោកស្រីមិនមានអនាគតល្អប្រសិនបើកូនអស់លោកស្រីធ្លាក់ដើរខុសផ្លូវប្រសិនបើកូនអស់លោកស្រីជួបបញ្ហាអីមួយតើសុភមង្គលក្នុងក្រុមគ្រួសារកើតមានដែរឬទេមិនមានទេអញ្ចឹងការដែលអស់លោកស្រីខិតខំប្រឹងប្រែងទាំងអំបាលម៉ាននឹងទោះជារោគបានប្រាក់ច្រើនប៉ុណ្ណាក៏ដោយក៏អត់បានផ្ដល់អ្វីសោះមកឲ្យអស់លោកស្រីដែរក្រៅតែពីវបដិសេរីក្រៅពីការសោកស្ដាយក្រៅតែពីការខកចិត្តពីព្រោះអីកូនអត់តាមកលងធွာហ្នឹងកូនទៅឆ្វេងទៅស្ដាំអស់ហើយហ្នឹងក៏ប៉ុន្តែបើសិនបើអស់លោកស្រីមានជីវភាពត្រឹមតែសមរម្យធម្មតាក៏ប៉ុន្តែអស់លោកស្រីបានកសាងវីរៈបរិះមួយនៅក្នុងក្រុមគ្រួសារណាកូនដែលអស្ចារ្យក្នុងក្រុមគ្រួសារអស់លោកស្រីបានធ្វើជាឪពុកម្ដាយដ៏អស្ចារ្យបំផុតហើយរៀបចំគ្រួសារឲ្យមានសុភមង្គលជាទីបំផុតដែលកន្លែងហ្នឹងអ្នកណាក៏ចង់បានដែរហើយខ្ញុំចង់ជម្រាបជូនអស់លោកស្រីដែរក្នុងជីវិតយើងគ្រប់គ្នានេះកើតមកជាមនុស្សហ្នឹងវត្ថុបំណងដែលគ្រប់គ្នាចង់បានជាគេបំផុតគឺសុខសុភមង្គលនេះឯងមិនមានអ្វីក្រៅពីនឹងទេដូច្នេះអស់លោកស្រីត្រូវតែចំណាយពេលត្រូវតែបែងចែកពេលវេលាដកឃ្លាពីការងាររកស៊ីធ្វើកិច្ចការមួយចំនួនដើម្បីចំណាយពេលជាមួយកូនរបស់យើងដើម្បីឲ្យក្រុមគ្រួសាររបស់យើងកំពុងតែធ្វើដំណើរនិងមានសុភមង្គលផងហើយទៅដល់គោលដៅនៃជោគជ័យផងសូមអរគុណ